គេថាឲ្យខ្ញុំថាខ្ញុំស្រឡាញ់ប្តីជនជាតិបរទេសដោយសារពងគីឡធំចាពិតឬក៏មិនពិតបងប្អូនចូលមកស្ដាប់វីដេអូនេះទាំងអស់គ្នាចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារឿងពងទួយពងធំខ្ញុំមិនដឹងទេតែអ្វីដែលសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺខ្ញុំត្រូវការមើលថែការយកចិត្តទុកដាក់និងភាពកក់ក្ដៅហើយនឹងការថ្នាក់ថ្នមរបស់គាត់ជារឿងសំខាន់ហ្មងសម្រាប់ជីវិតរបស់ខ្ញុំណាចាតាំងពីខ្ញុំស្គាល់គ្នាចាប់ដៃគ្នាមកដល់ចំណុចនេះគឺរយៈពេល9ឆ្នាំនេះឯងបងប្អូនចាហើយខ្ញុំមានកូនស្រីមួយអាយុ6ឆ្នាំចាហើយឥឡូវនេះគឺថាយើងមានគ្រួសារមួយដែលកក់ក្ដៅហើយតាំងពីខ្ញុំស្គាល់គាត់រហូតតាំងពីពួកយើងចាប់ដៃគ្នាមកគឺយើងអត់មានអីទេបងប្អូនចាគឺយើងស្រឡាញ់គ្នាចិត្តនឹងចិត្តហើយទង្វើរបស់គាត់មកកាន់ខ្ញុំគឺធ្វើឲ្យខ្ញុំស្រឡាញ់គាត់នោះគឺគាត់មើលថែខ្ញុំហើយគាត់ស្រឡាញ់ក្រុមគ្រួសារខ្ញុំស្រឡាញ់ម្ដាយខ្ញុំបងប្អូនខ្ញុំចាគាត់បានជួយមើលថែទៅកាន់ម្ដាយហើយនឹងប្អូនស្រីខ្ញុំដែលកំពុងនៅរៀនណាបងប្អូនចាហើយគាត់អត់ដែលនិយាយមាក់ងាយនិយាយស្ដីមិនល្អមិនដែលមើងងាយមើលថោកដល់ខ្ញុំឡើយចាទោះបីជាខ្ញុំជាប្រពន្ធខ្ញុំមានជីវភាពក្រខ្សត់ក៏ដោយគាត់អត់ដែលថាមើងងាយយើងឬក៏មិនស្រឡាញ់យើងឬក៏យើងមិនមានចំណេះដឹងក៏គាត់អត់ប្រកាន់ទាំងអស់ចាអញ្ចឹងចំណុចទាំងអស់នេះហើយដែលធ្វើឲ្យខ្ញុំស្រឡាញ់គាត់អញ្ចឹងចំណុចទាំងអស់នេះគឺវាសំខាន់ជាងពងទួយពងធំណាបងប្អូនត្រូវយល់ខ្ញុំឃើញពាក្យទាំងអស់នេះអ្នកខ្លះគាត់លើកមកនិយាយដើម្បីមាក់ងាយទៅកាន់បងស្រីឬក៏ប្អូនស្រីដែលគាត់មានប្តីជនជាតិអឺរ៉ុបបងប្អូនគឺពាក្យទាំងអស់នេះមិនសមនឹងលើកឡើងមកលេងសើចឬក៏យកមកថាឲ្យគេបងប្អូនវាអត់ល្អសោះហ្មងបើសិនជាយើងមានសុជីវធម៌ជាមនុស្សក្នុងនាមជាមនុស្សយើងត្រូវមានសុជីវធម៌ចាការនិយាយស្ដីលេងសើចអីហ្នឹងក៏យើងត្រូវមើលដែរហើយនឹងមានកម្រិតក្នុងការលេងនេះណាពុកម៉ែបងប្អូនចាហើយវីដេអូនេះខ្ញុំមិនមែនធ្វើដើម្បីលើកជើងបរិបរទេសអីអត់ទេណាពុកម៉ែបងប្អូនគឺគ្រាន់តែខ្ញុំចង់ចេញមកចែករំលែកហើយមនុស្សយើងនៅលើពិភពលោកយើងនេះបងប្អូនសះអីក៏ដោយមានមនុស្សល្អមានមនុស្សអាក្រក់ចាហើយខ្ញុំធ្វើវីដេអូនេះខ្ញុំចង់បង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទៅកាន់ពុកម៉ែបងប្អូនចែករំលែករឿងអ្វីដែលជាការពិតចាអត់បណ្ឌិតទេបងប្អូនចាខ្ញុំអត់ចេះសម្ដែងយកមកយូនិយាយចេញមកវាយប្រហារគេឯងចានិយាយដើមអ្នកនេះនិយាយដើមអ្នកនោះដើម្បីយករឿងអ្នកនេះយករឿងអ្នកនោះមកនិយាយយកមកយូអីចឹងណាចាអត់ទេបងប្អូនចារឿងពិតជាក់ស្ដែងដែលខ្ញុំជួបខ្ញុំឆ្លងកាត់ផ្ទាល់ខ្លួនហ្មងបងប្អូនមិនចេះខ្វះទេសាច់រឿងនៅមានច្រើនណាស់បងប្អូនប៉ុន្តែខ្ញុំមិនអាចនិយាយក្នុងមួយវីដេអូនេះអស់ទេខ្ញុំត្រូវតែធ្វើវីដេអូមួយហើយខ្ញុំសង្ឃឹមថាអ្នកដែលស្ដាប់វីដេអូខ្ញុំនឹងទទួលបានគំនិតល្អចាឬក៏បទពិសោធន៍ល្អពីខ្ញុំអញ្ចឹងណាចានេះគឺជាអ្វីដែលខ្ញុំគិតថាខ្ញុំនឹងធ្វើចាហើយបើអ្នកណាដែលគាត់ស្ដាប់ហើយគាត់គិតថាខ្ញុំនិយាយអួតយកល្អតែខ្លួនឯងចារំលើកមកតែរឿងល្អវាមិនមែនជាការពិតអានឹងស្រ័យតែគាត់ទៅខ្ញុំគ្មានអីត្រូវនិយាយទេតែសម្រាប់មនុស្សដែលល្អពិតប្រាកដសម្រាប់ខ្ញុំតាំងតែពីក្មេងខ្ញុំចូលចិត្តស្ដាប់ការចែករំលែករបស់ចាស់ចាជាពិសេសអ៊ំពូមីងយាយតាចាស់គាត់មានបទពិសោធន៍គាត់ចែករំលែកគាត់និយាយគាត់ប្រាប់គាត់ព្រៀនបដៅខ្ញុំចូលចិត្តអង្គុយស្ដាប់ណាបងប្អូនហើយយកវាមកអនុវត្តនៅជីវិតពិតរបស់យើងបានផលពិតបងប្អូនមនុស្សយើងឆ្លាតគឺនៅពេលដែលយើងពូកែស្ដាប់ហើយចងចាំទុកពាក្យសម្ដីណាល្អហើយយកមកអនុវត្តចាអនុវត្តផ្ទាល់ខ្លួនណាជីវិតពិតណា
បានផលពិតបងប្អូនចាខ្ញុំអត់កុហកអីចាបើមិនជឿបងប្អូនសាកបានខ្ញុំមានរឿងមួយប្រាប់បងប្អូនកាលពីក្មេងមានចាស់ព្រានបដៅអញ្ចឹងណាខ្ញុំតែងតែយកពាក្យសម្ដីល្អរបស់គាត់ព្រានបដៅហ្នឹងមកធ្វើត្រាប់តាមចាមានន័យថាខ្ញុំគោរពនឹងពាក្យសម្ដីដែលគាត់បានព្រានបដៅហើយជីវិតខ្ញុំដើរតាមអ្វីដែលគាត់បានព្រានបដៅតែបុគ្គលម្នាក់ទៀតគាត់ថាអូយធុញណានិយាយច្រើនរៀបរាប់ច្រើនអត់ប្រយោជន៍គាត់ថាអញ្ចឹងណាចាជីវិតរបស់គាត់គឺជាក់ស្ដែងគឺទទួលបានរឿងអត់ប្រយោជន៍មែន